តោះបងប្អូនយើងទៅមើលមូលហេតុទាំងអស់គ្នាហើយđâyបើយើងប្រើទៅវាចេះតែផ្ទុះសេឆ្លងបាទគឺឡាប្រើទៅអស់ភ្លើងច្រើនខុសប្រកក្តីបាទបញ្ហានេះហើយដែលចេះតែបកឲ្យមានអគ្គិភ័យឆាបឆេះបាទកន្លែងមួយចំនួនបាទអញ្ចឹងយើងទៅឆែកទាំងអស់គ្នាវាមកពីមូលហេតុអីបាទតាមការឆែករបស់ខ្ញុំគឺខ្ញុំឃើញមាន3ចំណុចបាទតកតងជាមួយនឹងពន្ធភ្លើងនេះទី1គឺការរៀបចំខ្សែបាទគឺមានភាពញ៉ៃញ៉ៃក៏ដូចជាបច្ចេកទេសប្រើអត់បានត្រឹមត្រូវដូចជាការដាក់ហ្គេនហត់ខ្សែហត់អីហ្នឹងទៅបាទទី2តកតងជាមួយនឹងការប្រើប្រាស់មុខកាត់ខ្សែគឺខុសបច្ចេកទេសបាទហេតុអីបានខ្ញុំថាខុសបច្ចេកទេសទី1គឺកណនីអត់ត្រូវបាទគឺគាត់ចេះតែដាក់ទៅអញ្ចឹងធ្វើឲ្យខ្សែឡើងកម្ដៅបាទឡើងកម្ដៅអញ្ចឹងវាធ្វើឲ្យខាតបង់នៅចរន្តភ្លើងតង់ខ្យងហ្នឹងវាធ្វើឲ្យការប្រើប្រាស់របស់យើងនឹងឡើងខុសពីធម្មតាបាទទី3ហ្នឹងគឺការប្រើប្រាស់ជាមួយនឹង disjunction បាទគាត់ក៏ប្រើខុសបច្ចេកទេសតែម្ដងទី1គឺចេញពីបកគោរដ្ឋគឺបកគោឯកជនហ្នឹងបាទគឺគាត់ប្រើអំពាតូចបាទតែអុកខ្សែមេចូលមកដល់ក្នុងតែបកគាត់ឬក៏កន្លែងហាងបកគាត់ហ្នឹងបាទគាត់ដាក់អំពាតូចពាធំសំទោសបងប្អូនពាធំជាងនៅបកគោរដ្ឋហ្នឹងបាទអញ្ចឹងនេះជាបញ្ហាមួយដែលខុសបច្ចេកទេសមែនទេបាទអញ្ចឹងបើសិនជាបងប្អូនបាទមានបញ្ហាតាក់ទងជាមួយនឹងប្រព័ន្ធភ្លើងបាទប្រើអត់ស្រួលបាទផ្ទុះសេឆ្លងប្រើភ្លើងខុសពីធម្មតាច្រើនអញ្ចឹងបងប្អូនអាចតាក់ទងខ្ញុំបានតាមរយៈលេខទូរស័ព្ទក៏ដូចជា Telegram របស់ខ្ញុំបាទខ្ញុំដាក់នៅលើ screen វីដេអូហ្នឹងបាទឬក៏បងប្អូនអាចទេមកផ្ទាល់ក៏បានដែរបងប្អូនបាទខ្ញុំបាទនឹងប្រឹក្សាក៏ដូចជារៀបចំបាទដែលធ្វើយ៉ាងណាឲ្យប្រព័ន្ធភ្លើងបងប្អូនប្រើប្រាស់បានស្រួលបាទក៏ដូចជាប្រើទៅក៏មិនមានបញ្ហាផ្សេងបាទហើយការងាររបស់ខ្ញុំបើសិនជាបន្ទាប់ពីចប់នៃការងារហ្នឹងគឺខ្ញុំអាចធានាជូនបងប្អូនបាទតាមស្ថានភាពការងារជាក់ស្ដែងបាទពី6ខែទៅ1ឆ្នាំបន្ទាប់ពីខ្ញុំធ្វើបាទអញ្ចឹងបងប្អូនអាចតាក់ទងខ្ញុំបានតាមរយៈលេខទូរស័ព្ទដែលខ្ញុំបានដាក់នៅលើ screen video បាទអញ្ចឹងអរគុណច្រើនបាទជំរាបលា